ហើយមកពីលើនឹងទៀត4 ដងហើយបាទមិនហើយតាមផ្លូវដើររហូតដល់10 គីឡូក៏ប៉ុន្តែខ្ញុំមិនស្គាល់សូមបីបងប្អូនដូចខ្ញុំជាគ្រូរបស់ខ្ញុំពិការហើយខ្ញុំនៅខេត្តកញ្ចេះស្រុកស្នួលមករហូតដើម្បីទាមទារឲ្យមានយុត្តិធម៌នៅក្នុងសង្គមសំខាន់បំផុតគឺយុត្តិធម៌ទាមទារសិលឹកឆ្នោតប្រទេសមួយកំឡុងទោះបីតែប៉ុណ្ណឹងវាធ្វើរដ្ឋប្រហារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី23 តុលាឆ្នាំ1991ជាមូលដ្ឋាននៃសន្តិភាពនិងប្រជាធិបតេយ្យសេរីពហុបកក៏ប៉ុន្តែឥឡូវអត់មានពហុបកទេវាចូលតែម្នាក់ឯងតែហ្នឹងឯងអញ្ចឹងខ្ញុំជឿចាស់បងប្អូនទាំងអស់គ្នាមានតែបងប្អូនទេដែលជួយសង្គ្រោះជាតិមានតែបងប្អូនទេដូច្នេះបងប្អូនត្រូវគៀបតប្រជាពលរដ្ឋបងប្អូនធ្វើបាតកម្មក្រោយឲ្យមកច្រើនទៀតខ្ញុំជឿបងប្អូនហើយខ្លះដូចជាខ្ញុំសួរថាខ្ញុំដែរប្រាក់ខែសង្គមអតីតរដ្ឋាភិបាលមកយើងណាទេគឺអត់មានទេនាំគ្នាមកថតរូបខ្ញុំជនពិការយកអត្តសញ្ញាណប័ណ្ណរកអរិញហៈសភៅសាខ្ញុំពីយកទៅដាក់គុំអតីតហើយវាថាឲ្យលើខ្ញុំរដ្ឋាភិបាលគុំអតីតអត់ខ្ញុំក៏តែអត់ទេតាំងពីឆ្នាំ2001អញ្ចឹងវាស៊ីខ្ញុំដូចតែតែជឿវិស៊ីឲ្យបងប្អូនពីប្រទេសទៅវិស៊ីអញ្ចឹងគីឡូណូចោលបាទខ្ញុំសូមអរគុណណា